នោះអ្នកលក់ដែរឃើញដាវសរបស់សូរ៉ូក៏ចាប់អារម្មណ៍ហើយសុំមើលពេលមើលហើយអ្នកលក់ម្នាក់នោះបានសុំទិញដាវរបស់សូរ៉ូក្នុងតម្លៃ80,000ចៃដន្យណាស់ថាស៊ីគីក៏បានទៅហាងនោះផងដែរដើម្បីយកដាវរបស់នាងដែលផ្ញើឲ្យគេសលៀងពេលឃើញសូរ៉ូនាងអត់មានការភ្ញាក់ផ្អើលទេការដែលមានគេលួចវាយប្រហារមនុស្សនៅវន្ទីរកងបរិននាងអត់គិតថាសូរ៉ូជាអ្នកធ្វើទេពេលបានឃើញដាវរបស់សូរ៉ូនាងដឹងភ្លាមថាដាវនោះមានឈ្មោះថាវ៉ាដូអ៊ីឈីមុនជីហើយតម្លៃរបស់វាប្រហែលជា10លានការដែលនាងនិយាយកាន់តែច្រើនធ្វើឲ្យអ្នកលក់កាន់តែខឹងព្រោះគាត់គិតថាគាត់បាត់ឱកាសរកស៊ីពេលនោះអ្នកលក់ព្រមលក់ដាវឲ្យសូរ៉ូក្នុងតម្លៃទាបជាងទីផ្សារគឺម្ដង50,000ហើយឲ្យសូរ៉ូដើរទៅរើខ្លួនឯងទៅនៅកលៀនជាងនោះពេលដែលសូរ៉ូកំពុងតែរើដាវថាស៊ីគីបានឆ្ងល់ឲ្យសួរគាត់ថាគាត់ចង់ប្រើដាវអីដល់តែ3ចង់ធ្វើដូចសូរ៉ូមែនសូមបញ្ជាក់ផងដែរថានៅពេលហ្នឹងថាស៊ីគីអត់ដឹងទេថាមនុស្សដែលនាងកំពុងតែនិយាយជាមួយហ្នឹងគឺសូរ៉ូហើយសូរ៉ូក៏បានបកស្រាយថាគាត់ជាសូរ៉ូដែរបន្ទាប់មកសូរ៉ូរើបានដាវមួយដែលពិសេសខ្លាំងណាស់ហើយថាស៊ីគីឆែកមើលដឹងថាដាវនោះមានឈ្មោះថាគីថេតស៊ូវាគឺជាដាវល្អមួយដែលតម្លៃរបស់វាប្រហែលជា1លានមិនដឹងថាហេតុអីបានអ្នកលក់ព្រមលក់វាត្រឹម50,000ពេលនោះអ្នកលក់បានបដូរចិត្តឈប់លក់ដាវនោះឲ្យសូរ៉ូវិញមិនមែនមកពីគាត់គិតតម្លៃខុសទេគឺដោយសារតែដាវនោះមានបណ្ដាសាអ្នកលក់ប្រាប់ថាកន្លងមកម្ចាស់ដាវគីថេតស៊ូហ្នឹងសិតតែជាមនុស្សសយហើយពួកគេរួមមិនសូវបានយូរទេប៉ុន្តែសូរ៉ូអត់បានគិតច្រើនទេក៏សម្រេចចិត្តទិញយកដាវមួយនោះបន្ទាប់មកគាត់ចង់ដឹងថាគាត់សយឬក៏ហេងគាត់ក៏បោះដាវនោះឡើងទៅខាងលើហើយលាដៃចាំទ្រវាពេលដាវនោះធ្លាក់ចុះមកវិញវាអត់បានកាត់ត្រូវដៃរបស់សូរ៉ូទេបានន័យថាសូរ៉ូហេងពេលឃើញអ្នកគុនដាវមានភាពក្លាហានអញ្ចឹងម្ចាស់ហាងបានរត់ទៅយកដាវល្អរបស់គាត់មួយទៀតមកឲ្យសូរ៉ូអត់គិតលុយទេហើយដាវកតេតស៊ូដែលសូរ៉ូបានទិញមុនហ្នឹងក៏ហ្វ្រីឲ្យដែរពេលនេះសូរ៉ូមានដាវគ្រប់ចំនួន3វិញហើយសិតតែជាដាវល្អបន្ទាប់មកសូរ៉ូបានទៅជួបលូហ្វីនៅតាមផ្លូវហើយនៅពេលនោះពួកគេបានឃើញហេតុការណ៍មួយដែលនៅក្នុងនោះមានបរិសុទ្ធ5នាក់ទៅពាត់បរិសុទ្ធម្នាក់បន្តិចក្រោយមកបរិសុទ្ធម្នាក់នឹងបានបាញ់បរិសុទ្ធ4នាក់ឲ្យរបួសហើយដល់លែងបរិសុទ្ធម្នាក់ដែលក្មេងជាងគេឲ្យត្រឡប់ទៅវិញសូរ៉ូមើលស្គាល់ថាបរិសុទ្ធម្នាក់នឹងគឺជាអ្នកប្រមាញ់ចោលសមុទ្រឈ្មោះ Daddy the Father បន្ទាប់មកសាច់រឿងបានកាត់ទៅមើលអ៊ូសបដែលពេលនេះគាត់កំពុងតែទិញវ៉ែនតាអ្នកលក់ប្រាប់ថាវ៉ែនតានោះគឺជាវ៉ែនតាពិសេសមានតែមួយទេនៅក្នុងហាងពេលនោះអ៊ូសបសម្រេចចិត្តទិញហើយប៉ុន្តែនៅពេលដែលគាត់ដើរទៅយកលុយមានក្មេងស្រីម្នាក់បានមកទិញយកវ៉ែនតានោះកាត់អ៊ូសបពេលនោះអ៊ូសបបានតាមតវ៉ាជាមួយក្មេងស្រីនោះព្រោះគាត់ឃើញវ៉ែនតានឹងមុនពេលឆ្លួចចុះឆ្លាក្មេងស្រីនោះបានប្រាប់ថានាងស្គាល់មេកងម៉ារីនប្រចាំក្រុងនឹងហើយអ៊ូសបក៏អួតផងដែរថាគាត់គឺជាក្រុមចៅសមុទ្រដែលកំពុងតែល្បីតម្លៃខ្លួនរបស់គាត់គឺ30លានសយខ្លាំងណាស់ Daddy the Father ដែលជាអ្នកប្រមាញ់ចៅសមុទ្របានទៅដល់ទីនោះល្មមគាត់គឺជាប៉ារបស់ក្មេងស្រីដែលកំពុងតែឆ្លួចជាមួយអ៊ូសបនឹងនៅពេលហ្នឹងគាត់បានឆែក poster របស់គាត់ចង់ដឹងថាការដែលអ៊ូសបនិយាយថាខ្លួនរបស់គាត់មានតម្លៃដល់ទៅ30លានហ្នឹងពិតមែនអត់ដល់ពេលគាត់ឆែកមើលទៅឃើញក្រុមរបស់ Luffy ដែលមានតម្លៃ30លានហើយនៅក្នុង poster នោះក៏មានរូបរបស់អ៊ូសបនៅ background ដែរនៅពេលនោះអ៊ូសបបាននិយាយគម្រាមកុហក Daddy the Father ថា Luffy មេរបស់គាត់កាចខ្លាំងណាស់បើសិនជាចង់សុកខ្លួនហើយមិនចង់ងាប់ចោលកូនទេឆាប់បកគោលវ៉ែនតាឲ្យគាត់តែគាត់នឹងបង់លុយឲ្យមិនមែនប្លន់ទេពេលនោះ Daddy the Father បានបោះកាភ្លើងមួយឲ្យអ៊ូសបដើម្បីប្រកួតបាញ់គ្នាមួយទល់មួយជាមួយគាត់ហើយអ៊ូសបអត់ចោលទេព្រោះវាក៏ជាជំនាញរបស់គាត់ដែរប៉ុន្តែនៅពេលដែល Daddy the Father បង្ហាញកាភ្លើងចំនួន30នៅលើខ្លួនរបស់គាត់អ៊ូសបភ័យខ្លាំងណាស់ព្រោះគាត់ទំដឹងថាគាត់នឹងត្រូវប្រកួតជាមួយនឹង Daddy the Father បន្ទាប់មកនៅពេលការប្រកួតចាប់ផ្ដើមមានប្រជាជនជាច្រើនបាននាំគ្នាទៅឈរមើលហើយនៅក្នុងចំណោមនោះក៏មានណាមីម្នាក់ផងដែរពេលនោះមានអ្នកមើលខ្លះបាននិយាយចំអកឲ្យអ៊ូសបថាមិនបាច់ឲ្យគាត់ព្រួយបារម្ភទេព្រោះពួកគេបានជីករណ្ដៅធ្វើភ្នូឲ្យគាត់រួចហើយលក្ខខណ្ឌនៃការប្រកួតពេលនោះងាយយល់ទេគឺពួកគេត្រូវដើរម្នាក់ដល់ចំហៀនហើយបាញ់ពេលនោះអ៊ូសបដឹងថាចាញ់ក៏បោកក្របបែកផ្សែងចង់រត់តែត្រូវបាន Daddy the Father បាញ់ឲ្យជ្រុះកំភ្លើងពីដៃអ្នកដែលទៅចូលរួមមើលការប្រកួតនៅលើកនោះសុទ្ធតែនិយាយថាអ៊ូសបគឺជាមនុស្សដែលកំសាកជាងគេបំផុតតាំងពីដើមមកពួកគេមិនដែលឃើញទេពេលនោះអ៊ូសបបានលុតគង់វ៉ Daddy the Father កុំឲ្យសម្លាប់គាត់តែជួយមិនបានទេតាមច្បាប់នៃការប្រកួតអ្នកចាញ់ត្រូវតែស្លាប់នៅពេលនោះណាមីក៏ចូលទៅជួយគាត់ហើយពេលលឺណាមីហៅឈ្មោះរបស់អ៊ូសប Daddy the Father សង្ស័យថាអ៊ូសបនឹងគឺជាកូនរបស់យ៉ាសបដែលនៅក្រុមជាមួយឆេងតទៅពេលគាត់សួរនាំទៅតាមពិតគឺអញ្ចឹងមែនពេលនោះ Daddy the Father បានយករឿងមួយដែលគាត់មិនដែលនិយាយប្រាប់នរណាគេទេមកប្រាប់អ៊ូសបគាត់ប្រាប់ថាកាលពីមុនគាត់ធ្លាប់ប្រកួតបាញ់កាភ្លើងជាមួយនឹងយ៉ាសបហើយនៅក្នុងការប្រកួតលើនោះគឺគាត់ជាអ្នកចាញ់ប៉ុន្តែនៅពេលនោះយ៉ាសបមិនបានសម្លាប់គាត់ទេដោយសារតែដឹងថាគាត់មានកូនស្រីម្នាក់